តើ USDT គឺជាអ្វីហើយបង្កើតឡើងក្នុងគោលបំណងអ្វី USDT គឺជារូបិយប័ណ្ណ Digital នៅក្នុង Crypto ដែលបានចេញដំបូងតាំងពីឆ្នាំ 2014 ដោយ Tether ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ iFinex USDT ត្រូវបានគេស្គាល់ថាជាកសិដ្ឋិរភាព Stablecoin ដែល1 USDT ស្មើនឹង$1ជានិច្ចប៉ុន្តែក៏មានគម្លាតធ្លាក់ចុះបន្តិចបន្តួចគឺអាច$0.01 ឬ$0.2ហើយពេលខ្លះអាចធ្លាក់ចុះលើសពីនេះប៉ុន្តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះហើយតម្លៃរបស់វានឹងមិនលើសពី$1នោះទេព្រោះគោលបំណងនៃការបង្កើត USDT នេះឡើងគឺដើម្បីជាមធ្យោបាយទូទាត់ក៏ដូចជាការប្រែប្រួលនៅតម្លៃឡើងចុះខ្លាំងក្នុងរូបិយប័ណ្ណ Crypto តើគេធ្វើដូចម្តេចទើបអាចរក្សាតម្លៃរបស់ USDT ឲ្យស្ថិរភាពបានហើយអ្វីបានជាមនុស្សជាច្រើនជឿទុកចិត្តនិងប្រើប្រាស់ USDT ច្រើនម្ល៉េះមូលហេតុនោះគឺដោយសារតែរាល់ការបង្កើតនៅចំនួន USDT ក្នុងទំហំណាមួយតែងតែមានការតម្កល់សាច់ប្រាក់ជាលុយដុល្លារឬទ្រព្យសម្បត្តិណាមួយដូចជាអចលនទ្រព្យដែលស្មើនឹងទំហំ USDT ដែលក្រុមហ៊ុនចង់បង្កើតទើបអាចបង្កើតបានដូច្នេះរាល់ការដកប្រាក់របស់វិនិយោគិនទាំងអស់គឺមានសុវត្ថិភាពជានិច្ច USDT គឺជាកសិដ្ឋិរភាពដែលគេប្រើប្រាស់ច្រើនជាងគេនៅជុំវិញពិភពលោកបច្ចុប្បន្នទំហំទីផ្សាររបស់ USDT មានប្រហែល$152.9 ពាន់លានអាមេរិកប៉ុន្តែតួលេខនេះអាចប្រែប្រួលតម្លៃបន្តិចបន្តួចអាស្រ័យលើប្រភពទិន្នន័យនិងពេលវេលាជាក់ស្ដែងវីដេអូនេះគ្រាន់តែជាការចែករំលែកចំណេះដឹងរបស់ Vertex តែប៉ុណ្ណោះ not financial advice បងប្អូនត្រូវធ្វើការស្រាវជ្រាវនិងវិនិយោគដោយការទទួលខុសត្រូវដោយខ្លួនឯង